រដ្ឋាភិបាលកម្ពុជាបានបន្តតវ៉ាដាច់អហិង្ការចំពោះសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃជាក់ស្ដែងថ្មីនេះថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងអគាររដ្ឋបាលស្ថិតក្នុងស្រុកថ្មពូកនិងជីកប្រឡាយសាងសង់ផ្លូវព្រមទាំងចាក់ដីលុបស្រះទឹកនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសកម្មភាពនេះបានដើរផ្ទុយពីខ្លឹមសារនៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសគោលការណ៍គ្រឹះធម្មនុញ្ញអាស៊ាននិងធម្មនុញ្ញអង្គការសហប្រជាជាតិខ្ញុំកណ្ដាលអាត្មាសូមនមស្ការនិងចម្រើនពរចំពោះគុណចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាដែលជាជនរួមជាតិកម្ពុជាជាទីគោរពជាទីស្រឡាញ់រាប់អានទាំងក្នុងនិងក្រៅប្រទេសផងដែរជាពិសេសគឺគុណចាស់បងប្អូនដែលនិយមចូលចិត្តតាមដានខាងផ្នែកព័ត៌មានថាព័ត៌មានជាតិឬក៏អន្តរជាតិនោះទេគឺឃើញថាគុណចាស់បងប្អូននៅតែនិយមចូលចិត្តតាមដានខាងផ្នែកព័ត៌មាននឹងដដែលអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំកណ្ដាលអាត្មាមានព័ត៌មានថ្មីមួយទៀតហើយដែលដកស្រង់ចេញពីកាសែតថ្មីដែលចុះផ្សាយឬក៏ប្រកាសដោយក្រសួងមហាផ្ទៃអំពីចំនួនប្រជាពលរដ្ឋរបស់យើងដែលនៅក្នុងជំរំភេសករាល់ថ្ងៃហ្នឹងប្រហែលអ្នកទៀតរៀងរាល់ថ្ងៃហ្នឹងអញ្ចឹងដូចដែលខ្ញុំកណ្ដាលអាត្មាដាក់នៅលើ slide ចំណងជើងនេះខ្ញុំកណ្ដាល highlight ខ្លួនឯងទេអញ្ចឹងគឺដាក់ជាសំណួរថាតើពលរដ្ឋប្រមាណអ្នកទៀតដែលបន្តស្នាក់នៅជំរំភេសករៀងរាល់ថ្ងៃនេះណាគុណចាស់បងប្អូនដែលពួកគាត់មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់បានហើយអ្នកខ្លះក៏មានផ្ទះសម្បែងហ្នឹងរងការខូចខាតរងការប៉ះទង្គិចពីការវាយប្រហាររបស់ពួកចោរសៀមពួកចោរឈ្លានពានណាគុណចាស់បងប្អូនហ្នឹងហើយអញ្ចឹងមុននឹងចូលទៅដឹងអំពីអត្ថន័យនៃការចុះផ្សាយជាក់ស្ដែងគុណចាស់បងប្អូនដែលមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំកណ្ដាលអាត្មាសូមកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំកណ្ដាលអាត្មាម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងទៅដឹងក៏ដូចជាស្ដាប់អំពីអត្ថន័យនៃការចុះផ្សាយជាក់ស្ដែងតែម្ដងចឹងគឺចុះផ្សាយដោយកសែតថ្មីនៅថ្ងៃប្រហោះទី12ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 5:59 នាទីល្ងាចគឺថ្មីនេះឯងគុណចាស់បងប្អូនបើយើងទៅតាមក្រសួងមហាផ្ទៃនៅសល់ពលរដ្ឋជិត 80000 នាក់ទៀតបន្តស្នាក់នៅជំរំភេសកគឺជិត 80000 នាក់គុណចាស់បងប្អូនគឺច្រើនដែរណានៅច្រើនដែរផ្សាយចេញពីរាជធានីភ្នំពេញចាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025មកទល់នឹងថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នេះកម្ពុជានៅសល់ពលរដ្ឋ79607នាក់ទៀតបន្តស្នាក់នៅជំរំភេសកជនភេសកទាំងនេះមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានដោយសារផ្ទះរបស់ពួកគេខ្លះបានរងការខូចខាតខ្លាំងខណៈសំណល់មិនទាន់ផ្ទុះក៏នៅរាយប៉ាយពាសពេញដីយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី12ខែកុម្ភៈនេះមានពលរដ្ឋភេសក2699នាក់បន្ថែមទៀតបានវិលត្រឡប់ទៅលំនៅឋានវិញដូច្នេះក្នុងចំណោមពលរដ្ឋភេសកសរុបជាង640,000នាក់មានពលរដ្ឋភេសកជិត570,000នាក់ឬជិត 88% បានវិលត្រឡប់ទៅផ្ទះសម្បែងដោយឡែកពលរដ្ឋចំនួន79607នាក់ទៀតបន្តស្នាក់អាស្រ័យតាមជំរំនានាក្នុងនោះស្ត្រី41777នាក់និងកុមារ26637នាក់បើតាមក្រសួងមហាផ្ទៃនៅត្រឹមថ្ងៃទី12ខែកុម្ភៈនេះនៅមានសេវាសាធារណៈមួយចំនួនក៏បន្តបិទទ្វារមិនទាន់អាចដំណើរការដែរក្នុងនោះខេត្តឧត្តរមានជ័យមានសាលារៀន14កន្លែងមន្ទីរពេទ្យនិងមណ្ឌលសុខភាព7កន្លែងបន្តបិទផ្អាក
ខេត្តបន្ទាយមានជ័យមានសាលារៀន5កន្លែងមន្ទីរពេទ្យនិងមណ្ឌលសុខភាព1កន្លែងបន្តបិទខណៈព្រះវិហារក៏មានសាលារៀន29កន្លែងមន្ទីរពេទ្យនិងមណ្ឌលសុខភាព14កន្លែងបន្តបិទទ្វារដូចគ្នារដ្ឋាភិបាលកម្ពុជាបានបន្តតវ៉ាដាច់អហិង្ការចំពោះសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃជាក់ស្ដែងថ្មីនេះថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងអគាររដ្ឋបាលស្ថិតក្នុងស្រុកថ្មពូកនិងជីកប្រឡាយសាងសង់ផ្លូវព្រមទាំងចាក់ដីលុបស្រះទឹកនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសកម្មភាពនេះបានដើរផ្ទុយពីខ្លឹមសារនៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសគោលការណ៍គ្រឹះធម្មនុញ្ញអាស៊ាននិងធម្មនុញ្ញអង្គការសហប្រជាជាតិអញ្ចឹងគឺពួកវានៅតែក៏ក្លឿនពួកវានៅតែបំពេញដដែលទេអញ្ចឹងគឺពួកអាចោថៃនេះវាមិនទាន់បន្តឈប់សកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជារបស់យើងទេគុណចាស់បងប្អូនអញ្ចឹងយើងនៅតែត្រូវការតាមដានព័ត៌មាននឹងជាបន្តបន្ទាប់ទៀតហើយខ្ញុំគណៈអាត្មានឹងព្យាយាមយកព័ត៌មានទាំងអស់ហ្នឹងមកចែករំលែកប្រកេននឹងជូនគុណចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាឲ្យបានជ្រាបអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងគុណចាស់បងប្អូនហើយខ្ញុំគណៈអាត្មាសង្ឃឹមថានឹងបានជាប្រយោជន៍និងបានជាដំណឹងទៅកាន់គុណចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាដែលនិយមចូលចិត្តតាមដានខាងផ្នែកព័ត៌មានហើយជាចុងក្រោយខ្ញុំគណៈអាត្មាសូមអរគុណនិងអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ហើយប្រសិនបើគុណចាស់បងប្អូនពេញចិត្តចូលចិត្តកុំភ្លេចជួយចុច like ចុច share នៅវីដេអូនេះម្នាក់មួយផងហើយបើមិនទាន់បានចុច subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាសូមកុំភ្លេចជួយចុច subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតអញ្ចឹងខ្ញុំគណៈអាត្មាសូមនមស្ការលានិងចម្រើនពរលា